អ្នកលក់តាម Facebook Page រាល់ថ្ងៃបើសិនជាអត់មានមុខងារ auto reply comment និងទីមភ្ញៀវចូលក្នុងប្រអប់សារដោយ auto ទេប្រកាសជាលក់អត់ទាន់គេទេហើយដោយបានខ្ញុំនិយាយអញ្ចឹងដោយសារតែទីផ្សារបច្ចុប្បន្នគឺប្រកួតប្រជែងគ្នាខ្លាំងបើសិនជាយើងឆ្លើយតបជាមួយអតិថិជនយឺតតែបន្តិចគឺគាត់នឹងទិញគេហើយអញ្ចឹងបើសិនជាយើងមានមុខងារនេះមួយគឺស្មើនឹងយើងមានជំនួយការធ្វើការ24ម៉ោងលើ24ម៉ោងហើយអត់បាត់អតិថិជនទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការលើកយកនៅមុខងារមួយគឺមុខងារ auto reply comment និងទីមភ្ញៀវចូលក្នុងប្រអប់សារដោយ auto ព្រមជាមួយនឹងការ copy keyword ឬក៏ caption អ្វីដែលភ្ញៀវគាត់ comment សួរអំពីសេវាកម្មឬក៏ផលិតផលឬក៏តម្លៃរបស់គាត់ចូលទៅក្នុងប្រអប់សារដើម្បីមានភាពងាយស្រួលនៅពេលដែលអ្នកតប page គាត់គ្រាន់តែឃើញមកគឺគាត់ដឹងថាតើអតិថិជនម្នាក់ហ្នឹងគាត់ចង់សួរអំពីអីគាត់ចង់សួរអំពីសេវាកម្មមួយណាចង់សួរអំពីតម្លៃអីដោយមិនចាំបាច់ចំណាយពេលក្នុងការអង្គុយ scroll មើល comment ឬក៏អង្គុយចុចត្រង់កន្លែង view comment ហើយមើលថាតើគាត់ comment ពីអីទេអញ្ចឹងគ្រាន់តែយើងចូលក្នុងប្រអប់សារមកយើងដឹងហ្មងថាអូអតិថិជនម្នាក់នេះគាត់ចង់សួរអំពីតម្លៃនេះឬក៏គាត់ចង់សួរអំពីនេះយើងចូលក្នុងប្រអប់សារតែមួយគឺយើងអាចធ្វើការឆ្លើយតបបិទការលក់របស់គាត់បានតែម្ដងអញ្ចឹងមុខងារហ្នឹងគឺខ្ញុំគ្រាន់តែបន្ថែមតែបន្តិចទេសម្រាប់អតិថិជនចាស់ៗដែលគាត់ប្រើប្រាស់គឺគាត់នឹងយល់ហើយអញ្ចឹងដើម្បីកុំឲ្យខាត់ពេកយើងចូលទៅមើលអំពីរបៀបនៃការធ្វើទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងចូលមកកាន់ login ចូលមកកាន់ chat KX របស់យើងមកបន្ទាប់មកយើងធ្វើការចូលមកកាន់រងកន្លែង bot manager បាទបន្ទាប់មកទៀតយើងយកពាក្យថា bot reply ហើយយើងអូសចូលមកក្រោមនេះយើងរកមើល keyword យើងរកមើល flow ដែលយើងបានបង្កើតពីមុនសម្រាប់ auto reply comment ហ្នឹងបាទដូចបើខ្ញុំនេះគឺខ្ញុំប្រើមួយនេះអញ្ចឹងខ្ញុំគ្រាន់តែ edit ណាអញ្ចឹងនៅពេលដែលយើង edit មកវាចេញជាទម្រង់បែបនេះអានេះដែលខ្ញុំបាន set up ហើយណាអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើ text នេះ2ដងចុចលើវាមកបន្ទាប់មកបងប្អូនទាំងអស់គ្នាគ្រាន់តែសរសេរ flow ទៅតាមខ្ញុំប្រាប់នេះមកជាខ្ញុំឧទាហរណ៍លើនេះចុះខ្ញុំលុបនេះចោលបាទខ្ញុំលុបចោលហើយខ្ញុំគ្រាន់តែធ្វើការចុចត្រង់កន្លែង custom នេះហើយខ្ញុំរើសយកពាក្យថា comment បាទតែប៉ុណ្្នឹងមកគឺអូខេហើយខ្ញុំចុច done ហើយខ្ញុំចុច save មកគឺបានហើយអាហ្នឹងគឺសម្រាប់អតិថិជនចាស់ៗដែលគាត់បានប្រើពីមុនចុះបើសិនជាអតិថិជនថ្មីធ្វើមិនវិញបាទអញ្ចឹងសម្រាប់អតិថិជនថ្មីយើងធ្វើមិនអញ្ចឹងខ្ញុំឧទាហរណ៍បាទអញ្ចឹងយើងចូលមកកាន់connect account របស់យើងនេះមកបន្ទាប់មកយើងត្រូវធ្វើការភ្ជាប់ page អញ្ចឹងខ្ញុំសូមធ្វើការភ្ជាប់ page របស់ខ្ញុំបាទភ្ជាប់ page មួយមកអូខេបន្តមកទៀតអ្វីដែលយើងត្រូវធ្វើបន្ថែមយើងចូលមកកាន់ bot manager បន្តមកទៀតយើងចុចយកពាក្យថា bot reply ហើយយើងអូសចុះក្រោមមកអ្វីដែលយើងត្រូវធ្វើគឺយើងយកពាក្យថា create new flow បន្ទាប់មកយើង zoom មានតិចមកនេះយើងឃើញនេះយើងចុចលើវា2ដងហើយយើងដាក់ចំណងជើងឲ្យវាត្រង់កន្លែងនេះខ្ញុំដាក់ចំណងជើងថាសម្រាប់ comment អូខេប៉ុណ្ណឹងហើយចុច done បន្ទាប់មកខ្ញុំទាញអាត្រង់កន្លែងនេះអ្នកឃើញទេខ្ញុំទាញវាមកបាទទាញវាមកហើយខ្ញុំយក text វាមកបន្ទាប់មក double click លើវា2ដងហើយត្រង់កន្លែងនេះគឺយើងសរសេរអ្វីដែលយើងចង់បរិយាយទៅកាន់ភ្ញៀវនៅពេលដែលគាត់ comment ហើយទាញគាត់ចូលក្នុងប្រអប់សារអាត្រង់នេះគឺសម្រាប់ទាញគាត់ចូលក្នុងប្រអប់សារអញ្ចឹងយើងដាក់មកខ្ញុំដាក់ថាអរគុណបងដកឃ្លាហើយឈ្មោះគាត់បាទអញ្ចឹងត្រង់កន្លែងសរសេរថាហ្នឹងយើងចុចត្រង់កន្លែង custom នេះចុចលើវាមួយមកហើយយើងឃើញមានពាក្យថា comment យើងដាក់តែប៉ុណ្្នឹងមកអញ្ចឹងវានឹងចាប់យក comment ដែលភ្ញៀវគាត់បាន comment នេះតែបញ្ជាក់ត្រង់កន្លែងនេះគឺសម្រាប់តែ comment នេះណាកុំប្រើជាមួយនឹងការ custom field អីផ្សេងៗតែសម្រាប់តែ comment មួយទេអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងហើយយើងចង់សរសេរអីសេទៅហើយខ្ញុំបើកអានេះហើយខ្ញុំចុច done ហើយខ្ញុំចុច save អូខេខ្ញុំខ្វែងវាចោលអត់ទាន់អស់ណាអ្វីដែលយើងត្រូវធ្វើបន្ថែមគឺយើងចូលមកកាន់ comment manager បាទបន្ទាប់មកយើងយកពាក្យថា all post list ចុចត្រង់ហ្នឹងមកហើយយើងធ្វើការជ្រើសរើសនៅ page ដែលយើងបានដាក់បន្ទាប់មកទៀតសម្រាប់យើងត្រូវធ្វើបន្តគឺយើងត្រូវបើក enable delay ដើម្បីឲ្យ system វាធ្វើការមួយដែលมันខំទី2យើងបើក full page campaign ដោយសារតែខ្ញុំមិនបើកហើយត្រង់ហ្នឹងណាអញ្ចឹងយើងបើកប៉ុណ្ណឹងមកហើយយើងឡើងនេះយើងមានពាក្យថា enable មិនមែន delete ចឹងទេអញ្ចឹងខ្ញុំយកអាហ្នឹងមកបន្ទាប់មកអ្វីដែលយើងត្រូវបើកបន្តគឺមាន3 option នេះដែលខ្ញុំបង្ហាញហ្នឹងបន្ទាប់មកទៀតយើងរើសយកអាកណ្ដាលគេនេះមក generate message for all បន្ទាប់មកយើងដាក់ឈ្មោះចំណាំឥឡូវនេះគឺ campaign យើងដាក់ចំណាំរបស់យើងបន្ទាប់មកត្រង់កន្លែងនេះគឺយើងចង់សរសេរអំពីអ្វីដែលយើងចង់ប្រាប់ភ្ញៀវនៅក្នុង comment មិនមែននៅក្នុង chat ទេណាក្នុង comment អញ្ចឹងយើងដាក់ថាមានសួស្ដីបងដកឃ្លាមកដាក់ឈ្មោះគាត់នេះឈ្មោះគាត់អញ្ចឹងណាប្រាប់ថាសូមបងពីនៅក្នុងប្រអប់សារអញ្ចឹងទៅបន្ទាប់មកអ្វីដែលយើងត្រូវធ្វើបន្តយើងអូសមកក្រោមនេះយើងឃើញមានពាក្យថា select a message template
for private reply ចឹងយើងចុចត្រង់ហ្នឹងមកចឹងយើងទៅរកមើលដែលយើងបាន set up បានចងមិញយើងដាក់ថាម៉េចចឹងមិញខ្ញុំដាក់ថាសម្រាប់ចឹងនេះឃើញមាននេះសម្រាប់ comment ចុចប៉ុណ្ណឹងមកហើយខ្ញុំចុច save អូខេជាការស្រេចចឹងអ្វីដែលយើងត្រូវធ្វើគ្រាន់តែតេស្តទៅបានទេខ្ញុំចូលទៅតេស្តខ្ញុំឧទាហរណ៍ថាខ្ញុំតេស្តទៅលើមួយនេះបាទផុសមួយនេះចឹងខ្ញុំតេស្តមកខ្ញុំសរសេរដាក់ខ្ញុំសរសេរមកអូខេពិនិត្យក្នុងប្រអប់សារហើយខ្ញុំសរសេរចិត្តសរសេរអីក៏បានដែរខ្ញុំគ្រាន់តែតេស្តណាខ្ញុំគ្រាន់តែតេស្តទេបាទតែឲ្យបងប្អូនទាំងមើលថាតើវាដើរអត់បាទវានឹងតបយើងបែបនេះពេលហើយវានឹងតបនៅក្នុង comment យើងអញ្ចឹងអានេះគឺវាតប comment យើងណាអញ្ចឹងយើងចូលទៅមើលក្នុងប្រអប់សារបាទចូលទៅមើលក្នុងប្រអប់សារគឺឃើញថាវាតបហើយទីមួយគឺអរគុណបងដែលបាន comment នេះគឺជា comment ដែលបងបានសរសេរថាពិនិត្យក្នុងប្រអប់សារចុចអីចឹងទៅអញ្ចឹងបើសិនជាខ្ញុំ comment ផ្សេងទៀតឧទាហរណ៍ថាខ្ញុំ comment ផ្សេងពីនឹងខ្ញុំដាក់ឧទាហរណ៍ឡើងខ្ញុំ comment ដាក់ថាតម្លៃប៉ុន្មានបាទដាក់ថាប៉ុន្មានដាក់ថាតម្លៃប៉ុន្មាននេះឃើញគេតបនេះបាទតប comment ណាអញ្ចឹងនៅក្នុងប្រអប់សារក៏វាតបដែរនេះមកនេះអរគុណបងមិនថនដែលបាន comment នេះគឺជា comment ដែលបងបានសរសេរថាតម្លៃប៉ុន្មានអូខេអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ការ set up auto reply comment ណាអញ្ចឹងសម្រាប់បងដែលគាត់មើលឲ្យអត់យល់អាចធ្វើការ inbox ឬក៏ឆាតសួរបានបាទអាចសាក់លំប្រើទាំងអស់គ្នាទៅអរគុណ